នៅពេលដែលអ្នកត្រូវបានគេបរបាញ់លាក់ខ្លួននៅពីក្រោយបង្គោលភ្លើងតើគ្រាប់កាំភ្លើងមួយណាអាចបញ្ជូនអ្នកទៅឆ្ងាយគ្រាប់ទី1នៅតែមានគ្រាប់22គ្រាប់កាំភ្លើងបានបាញ់មកទីនេះហើយបានបាញ់ចេញបន្ទាប់មកគឺកាំភ្លើងខ្លី9មីលីម៉ែត្រនៅសល់តែរន្ធតូចមួយនៅលើបង្គោលអ្នកនៅតែមានសុវត្ថិភាពបន្ទាប់មកសាកល្បងគ្រាប់45អាខេបឥទ្ធិពលគឺស្រដៀងនឹងលើកមុនដែរគ្មានការចូលទៅក្នុងការបំបែកបដូរទៅគ្រាប់កាំភ្លើង44ម៉ែកណាំប៉ុន្តែនៅទីនេះប៉ុន្តែវាមិនបានជ្រាបចូលទេអ្នកនៅតែមានសុវត្ថិភាពដំឡើងកំណែទៅឥន្ទ្រីវាខ្សាច់គ្រាប់កាំភ្លើង 50A រន្ធទំហំមេដៃមួយត្រូវបានដាល់នៅខាងមុខប៉ុន្តែវាមិនបានបាញ់ពីខាងក្រោយទេអ្នកនៅតែមានសុវត្ថិភាពបន្ទាប់មកប្រើកាំភ្លើងបាញ់គ្រាប់ចង្កាន12គ្រាប់ទោះបីជាការខូចខាតមានទំហំធំក៏ដោយប៉ុន្តែការខ្វះការជ្រាបចូលក៏មិនមានគ្រោះថ្នាក់ដែរតើគ្រាប់កាំភ្លើង308អាចជ្រាបចូលបានដែរឬទេតោះសាកល្បងគ្រាប់កាំភ្លើងមានការជ្រាបចូលគ្រប់គ្រាន់គ្រាប់កាំភ្លើងបានទម្លាយបង្គោលភ្លើងហើយបាក់ដៃទីបំផុតគឺគ្រាប់កាំភ្លើង50 mm caliber រហូតដល់12.7 mmតើអ្នកត្រៀមខ្លួនហើយឬនៅគ្រាប់50កាត់ដោយកាំបិតក្តៅកាត់បឺការជ្រាបចូលបង្គោលភ្លើងហើយបានបញ្ចប់ជីវិតរបស់អ្នក